Ok, đôi chương ban nét tờ lạiใน virtual environment តាមរយៈ Kitbus ដែលគ្រូស្នើឲ្យយើងធ្វើណែនៅ session មុនហ្នឹងអញ្ចឹងយើងបានបញ្ចប់វាទាំងអស់គ្នារួចហើយឥឡូវនេះលោកគ្រូនឹងលើកឧទាហរណ៍មួយណាដើម្បីយកមកបង្ហាញតាក់ទងជាមួយនឹងការ build ណា first PyQt6 application ណាដោយការចាប់ផ្ដើមផងយើងលោកគ្រូនឹងចាប់ផ្ដើមនេះចេញពីការ build នៅ Q line edit មួយ button មួយហើយនឹង label មួយហើយរៀបចំវាតាមរយៈបាទគេហៅថា QVbox layout ណាដែលជា tool សំខាន់សម្រាប់ឲ្យយើងរៀបចំនេះitem ឬក៏យើងហៅថា tool ហ្នឹងតាមលំដាប់ពីលើចុះមកក្រោមមានន័យថាមួយជួរនេះមួយជួរឈរហើយក្រោយពីយើង build វាហើយយើងយកណា layout build layout នឹងហើយយើងយកណា widget មួយហ្នឹងយកទៅរៀបតាមលំដាប់ដោយមកហើយបន្ទាប់មកយក layout ហ្នឹងដាក់ចូលទៅក្នុង window នេះដាក់ចូលទៅក្នុង window ហើយបន្ទាប់មកយើងបង្ហាញវាចូលទៅខាងក្នុងហ្នឹងអញ្ចឹងការងាររបស់យើងណាលោកគ្រូសូមចាប់ផ្ដើមចេញពីការ import module ហើយបន្តទៅកាន់ការបង្កើត app ណាអញ្ចឹងនៅក្នុងនេះយើងប្រើប្រាស់ណាបញ្ជីកផងយើងដោយសារយើងមានជាសប្តាហ៍អញ្ចឹងលោកគ្រូសូមធ្វើយកដាក់ណា folder មួយលោកគ្រូដាក់ថា fix 01ចុះបាទណាហើយបន្ទាប់មកលោកគ្រូបង្កើត app មួយណាលោកគ្រូអាចប្រើពាក្យថា grid ណាname បាទស្វាគមន៍ណាឈ្មោះនរណាម្នាក់អញ្ចឹងណាអញ្ចឹងលោកគ្រូប្រើថា .py ពេលដែលយើងបង្កើតវាហើយយើងនឹងចាប់ផ្ដើមធ្វើការ import នៅ module ចេញពី PyQt6 នៅតាមរយៈ keyword from បាទនៅ PyQt6 បាទ dot ណា qt ណា widget បាទ qt widget ណាហើយបន្ទាប់មកយើងមាន import បាទណា import ហើយនៅ import ដំបូងគេបំផុតគឺណានៅក្នុងនេះគឺលោកគ្រូមាន Q application ពាក្យថា Q application នេះណាលោកគ្រូចង់បញ្ជាក់ឲ្យហើយមានតួនាទីមួយជាអ្នកបង្កើតឈ្មោះកម្មវិធីណាបង្កើតឈ្មោះកម្មវិធីហើយពេលដែលបង្កើតឈ្មោះកម្មវិធីនេះគឺមានបំណងមួយគឺចង់ប្រាប់ទៅកាន់ OS ណារបស់កុំព្យូទ័រផងយើងហ្នឹងដើម្បីឲ្យគាត់ដឹងឮថាយើងនឹងបង្កើត app មួយណាហើយយើងនឹងដាក់ឈ្មោះឧទាហរណ៍ថាលោកគ្រូដាក់ឈ្មោះថា app ណាអញ្ចឹងវាមានតួនាទីជាអ្នកណាស្នើសុំបង្កើតណានៅ app មួយបាទហើយស្នើសុំទៅណាគឺស្នើសុំទៅកាន់ OS ណាតាមរយៈ sys បាទណា sys ដែលជា module built in នៅខាងក្នុង Python programming ដែរមានន័យថាធ្វើការទំនាក់ទំនងជាមួយនឹងប្រព័ន្ធប្រតិបត្តិការអាហ្នឹងគឺតាក់ទងជាមួយនឹង Q application អញ្ចឹងពេលដែលសរសេរគឺសូមប្រយ័ត្នប្រយែងណាកាលណាយើងសរសេរអត់ត្រូវអក្សរតូចអក្សរធំនេះគឺណាគឺវានឹងមានបញ្ហាដូច្នេះសូមប្រយ័ត្នប្រយែងចំពោះអក្សរណាដែលជាឈ្មោះខ្លះណាឧទាហរណ៍ថាណា from module name pyqt6.qt.get import អី import ខ្លះ import ណាខ្លះហើយអាច import ណា function import ណាអ្វីផ្សេងទៀតដែលជាតម្រូវការរបស់យើងដែលបានរៀបចំនៅក្នុងណានៅខាងក្នុងនោះណាហើយសូមបញ្ជាក់ផងដែរថា PyQt6 នេះគឺជា tool មួយដែលណាមានតួនាទីបង្កើតណាសម្រាប់desktop GUI desktop graphic user interface ណាហើយវាបង្កើតនៅក្នុងកម្មវិធី C++ ក៏ប៉ុន្តែយើងអាចយកមកប្រើណានៅក្នុង Python បានអញ្ចឹងហើយគេដាក់ថាជា PyQt Qt គឺជាឈ្មោះក្រុមហ៊ុន Py គឺសំដៅទៅលើ tool ដែលប្រើជាមួយនឹង Python ហើយលេខ6គឺជាចំនួនទី6របស់ណា PyQt ហ្នឹងបាទហើយណាយើងអាចប្រើប្រាស់វាណានៅក្នុងទម្រង់មួយគេហៅថា Object Oriented Programming ឬក៏យើងហៅថា OOP ណាអញ្ចឹង OOP គឺវាមាន module វាណា PyQt6 គឺ Qt widget ហ្នឹងគឺសម្រាប់ណាប្រមូលផ្ដុំនៅរាល់widget ឬក៏យើងហៅថា tool ឧបករណ៍ដែលយើងយកមកប្រើប្រាស់ដូចជាការបង្កើត
កម្មវិធីបង្កើតផ្ទាំង Windows បង្កើតប្រអប់ឲ្យ user បញ្ចូលឈ្មោះបង្កើត label បង្កើតប៊ូតុងបង្កើតបញ្ជី list ណែបង្កើតជាទម្រង់ជា tree view ជាអីផ្សេងអញ្ចឹងឲ្យតែពាក់ព័ន្ធជាមួយនឹងណែឧបករណ៍ដែលយើងយកមកតម្លើងហ្នឹងណាអញ្ចឹងយើងត្រូវការប្រើប្រាស់តាមរយៈ Qt Widget ហើយនៅក្នុង Qt Widget នេះសូមបញ្ជាក់ផងដែរណាគឺមានច្រើនហើយយើងនឹងរៀនពី basic ដំបូងទៅម្ដងមួយណាបញ្ជាក់ណាសូម repeat ឡើងវិញសូមបញ្ជាក់ឡើងវិញ from module name import class name អញ្ចឹង next Q application Q widget Q vbox layout Q label Q line edit ហើយនិង Q push button គឺសិតសឹងតែជា class ណាហើយពាក្យថា class គឺសំដៅទៅលើ blueprint កាលណាយើងនិយាយអំពី blueprint គឺសំដៅទៅលើគំរូលើកឧទាហរណ៍ថាលោកគ្រូចង់ផលិតដបទឹកសុទ្ធណាមួយដែលមានរូបរាងបែបហ្នឹងអញ្ចឹងបើសិនជាលោកគ្រូចង់ផលិតដបទឹកសុទ្ធលើរូបរាងណាមួយអញ្ចឹងលោកគ្រូបង្កើតពុម្ពឲ្យណាឲ្យវាចេញជារាងហ្នឹងមកណាហើយនៅក្នុងពុម្ពហ្នឹងណាគឺយើងមាន data ឧទាហរណ៍ data ពាក្យថា data ហ្នឹងឬក៏ភាសាបច្ចេកទេសយើងហៅថា attribute ណាអញ្ចឹងវាឈ្មោះអីឧទាហរណ៍ណាយើងមានឈ្មោះអីយើងមានទិន្នន័យយ៉ាងម៉េចអាហ្នឹងគឺឈ្មោះណាតកតងនឹង data ហើយណាយើងនិយាយទៅដល់គេហៅថា activity សកម្មភាពតែយើងអាចធ្វើអីណាអញ្ចឹងពាក្យថា class គឺជា blueprint ដែលនៅក្នុង blueprint គឺមានក្តោបនៅទិន្នន័យហើយនឹងសកម្មភាពណាបាទចុះបើសិនជានៅក្នុង program យើងផ្ដោតលើអីណាគឺផ្ដោតទៅលើ class មួយឧទាហរណ៍ថា Q application ធ្វើអី next Q widget ធ្វើអីបាទអញ្ចឹងវាមានការងាររបស់វាហើយពុំមួយហ្នឹងយើងអាចយកទៅបង្កើត object ប្រមាណក៏បានដែរហើយ object ហ្នឹងអី object នេះគឺសំដៅទៅលើ real thing របស់ជាក់ស្ដែងដែលបង្កើតនេះចេញពី class ដែលយើងបានរៀបចំហ្នឹងណាដែលយើងបាន plan ហ្នឹងដែលយើងបានរៀបចំធ្វើផែនការមកថាទម្រង់វាយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាវាបង្កើតបានទៅជារបស់ពិតជាក់ស្ដែងតាមរយៈណា class ហ្នឹងគេឲ្យឈ្មោះថាជា object ហើយនៅក្នុង object oriented programming ណាគឺផ្ដោតទៅលើ class ហើយនិង object ណា class គឺជា blueprint ណារីឯ object គឺជា real thing ដែលបង្កើតចេញមកហើយជាទូទៅណាតកតងនឹង class និង object គឺមានទំនាក់ទំនងណាគ្នាទៅវិញទៅមកតាមរយៈ pillar សសរស្តម្ភចំនួន4ដែលយើងឲ្យឈ្មោះថា encapsulation polymorphism ណា inheritance ហើយនិង abstraction ណាអញ្ចឹងនេះគឺជាចំណុចសំខាន់ហើយមុខវិជ្ជាតកតងនឹង object oriented programming នេះអ្នកនរគ្នាបានប្រើហើយដូច្នេះខ្ញុំនឹងយកវាមកអនុវត្តណានៅក្នុងកម្មវិធីបញ្ញាសិប្បនិម្មិតផងយើងតែបញ្ជាក់ផងដែរថាកម្មវិធីយើងភ្លាមនេះគឺមិនទាន់បានបញ្ចូលបញ្ញាសិប្បនិម្មិតទេគ្រាន់តែផ្ដល់ណានៅសមត្ថភាពឲ្យអ្នកនរគ្នាឬក៏ជំនាញឲ្យអ្នកនរគ្នានៅក្នុងការបង្កើតណា GUI សិន Graphic User Interface ណានៅក្នុងទម្រង់មួយគេហៅថា desktop ណា GUI application អញ្ចឹងយើងបង្កើតបានណានៅ application មួយហ្នឹងណាអញ្ចឹងវាគឺជា class ណាដែលបង្កើតបានជា app ហើយបន្ទាប់មកយើងបង្កើត class មួយទៀតគឺ Qt សំដៅ Q widget Q widget ហ្នឹងគឺសម្រាប់បង្កើតគេហៅថា window ហ្នឹងគឺផ្ទាំងការងារមួយរបស់យើងណាបាទអញ្ចឹងយើងអាច separate វាបានច្រើនតាមរយៈ comma ហើយបន្ទាប់មកយើងមាន Q ណា widget បាទ Q widget ដែលមានតួនាទីសម្រាប់បង្កើតផ្ទាំង window ហើយផ្ទាំង window ហ្នឹងយើងអាចដាក់ title ឲ្យវាបានណាយើងអាចដាក់ title ឲ្យវាបានយើងណាអាចកំណត់សិទ្ធអីមួយចំនួនណាយើងអាចកំណត់ទំហំវាប្រមាណណា wide ប្រមាណ pixel height ប្រមាណ pixel ណាយើងចង់ធ្វើអីយើងអាចកំណត់ណាតកតងនឹង property វានៅខាងក្នុងហ្នឹងតែយើងនឹងប្រើប្រាស់ default function ណាហើយបន្តមកទៀតគឺ Q vbox layout បាទយើងហៅថា Q ណា vbox បាទ Q vbox layout ណាដែល Q vbox layout នេះគឺជា tool មួយណាដែលយើងប្រើប្រាស់សម្រាប់រៀបចំគេហៅថាណាទីតាំងឬក៏គេហៅថាកន្លែងដែលយើងចង់ណារៀបចំយក widget ឬក៏ tool មួយនឹងយកទៅដាក់ណាហើយវារៀបមកគឺជាទម្រង់មួយគេហៅថាជួរឈរអញ្ចឹងវាមានជួរឈរ
nè tại mùi đi còn phần tay không chua chô tại mùi đó ai miền nè là cũng prapi thà ai miến tràn chua đầy nè chua đầy chắc chua đầy mùi cứ sầm đạp đạn thu mùi tọp nè chắc dương trong đạn ná lỡ dương đạn tới lỡ cái tới chân viên đừng riêng trong ta lồng đậm đói bị lỡ cho mặc rau mọi gì nè nên cứ tẹt tôn cho mùi nên chú vì bọc lại ảo hay bắt đầu tiếp cứ miền chú là bell ní cứ chia thu mùi đại dương pra nè sầm ráp thôi cả displayในปอร์miền nè display ในปอร์miền ឧទាហរណ៍ថាដូចយើងមានប្រអប់ login ណា login to the system មួយទៅកាន់ប្រព័ន្ធមួយអញ្ចឹងនៅលើប្រអប់ហ្នឹងយើងដាក់ថាណា username ហើយបានមានប្រអប់មួយ Qline edit មួយហើយនៅខាងក្រោមបន្ទាប់មកមាន label មួយទៀតយើងដាក់ថា password ហើយមានប្រអប់មួយទៀតហើយបានមានប៊ូតុងណា login ហើយនឹងប៊ូតុង cancel អីចឹងទៅណាអញ្ចឹងយើងអាចបង្កើត label ណាគឺជា tool មួយដែលរៀបចំសម្រាប់ឲ្យយើងដាក់ស្លាកសញ្ញាសម្គាល់នៃការងារដែល user ត្រូវធ្វើអន្តរកម្មមានន័យថារំលឹកទៅឲ្យ user ហ្នឹងដឹងអ្នកប្រើប្រាស់ហ្នឹងដឹងថាកន្លែងហ្នឹងធ្វើអីណាហើយបន្តមកទៀតគឺមាន Qline edit ណាពាក្យថា Qline edit នេះបាទ Qline edit នេះគឺជា tool មួយដែលយើងប្រើប្រាស់ណាបាទដែលយើងប្រើប្រាស់សម្រាប់ផ្ដល់ណែសិតឬក៏ផ្ដល់ការអនុញ្ញាតទៅឲ្យ user គាត់អាចបញ្ចូលតិចទៅខាងក្នុងប្រអប់នៅក្នុងប្រអប់ហើយប្រអប់នៅកាលណាយើងឃើញ Qline edit នេះគឺបានបញ្ចូលបានត្រឹមតែមួយបន្ទាត់ទេណាហើយក្នុងមួយបន្ទាត់ហ្នឹងគឺយើងអាចកំណត់ទំហំអតិបរមានិងអបបរមាវាមានន័យថាលេងប្រវែងអក្សរប្រមាណតួតិចបំផុតប្រមាណនេះប្រមាណតែបើសិនជាយើងអត់ដាក់ទេគឺវាអូតូហើយណាបាទជាងចង់ដាក់ប្រមាណដាក់ទៅតែឲ្យតែយើងគិតថាវាសមរម្យសម្រាប់ការងារយើងតែដឹងថាបានតែមួយ line ទេហើយបើចង់បានប្រើច្រើន line គេត្រូវប្រើ Qtext edit ណា Qtext edit អញ្ចឹងយើងអត់ទាន់ដល់ហ្នឹងយើងប្រើតែ5ហ្នឹងសិនទេហើយមួយទៀតចុងក្រោយអ្វីដែលគ្រូចង់បានបញ្ចូលទៅខាងក្នុងនឹងដែរគឺ Q push button ណា Q push button នេះបាទ Q push button នេះគឺជា button ដែលយើងប្រើប្រាស់ណាសម្រាប់ឲ្យ user ណាគេហៅប្រើសម្រាប់ឲ្យ user ណាគាត់ធ្វើសកម្មភាពណាបញ្ជា program ឲ្យធ្វើសកម្មភាពឧទាហរណ៍លោកគ្រូបញ្ចូលតិចនៅក្នុងប្រអប់នៅខាងលើមួយចឹងទៅឧទាហរណ៍ថា name input បន្ទាប់មកទៀតលោកគ្រូគ្រាន់តែចុចលើប៊ូតុងហ្នឹងឲ្យចាប់យកអក្សរក្នុងប៊ូតុងហ្នឹងយកមកធ្វើការ display នៅក្នុង label មួយចឹងទៅណាអញ្ចឹងគឺប៊ូតុងយើងដឹងហើយគ្រប់កន្លែងទាំងអស់ប៊ូតុងគឺជាអ្នកណែចាត់ចែងឬក៏ជាអ្នកភ្ជាប់ទៅកាន់សកម្មភាពមួយទៅតាមការរៀបចំឬក៏ការកំណត់ទុករបស់យើងណាបាទអញ្ចឹងបន្ទាប់ពីបានហើយយើងអាចណារៀបចំមួយទៀតលោកគ្រូប្រើណា import ណា import sys import sys នេះគឺជា built in module មួយប្រភេទណាដែលយើងប្រើប្រាស់បាទណាដែលយើងប្រើប្រាស់សម្រាប់ណាបាទឲ្យ program របស់យើងណាមានទំនាក់ទំនងជាមួយនឹងប្រព័ន្ធប្រតិបត្តិការតាមរយៈការបង្កើត app ណាឧទាហរណ៍នៅក្នុងនេះលោកគ្រូមាន code ណាដោយសារតែលោកគ្រូប្រើណា code នេះដដែលអញ្ចឹងវាចាប់មកអូតូហើយណាអញ្ចឹង code ផាន់លោកគ្រូណាលោកគ្រូបញ្ជាក់ឡើងវិញលោកគ្រូមាន app ណាលោកគ្រូបង្កើត app មួយតាមរយៈ Q application បាទណាអញ្ចឹងលោកគ្រូមាន app មួយណាហើយលោកគ្រូណាបង្កើតវាតាមរយៈ Q application ណាហើយបន្តមកទៀតគឺលោកគ្រូប្រើ sys.arg ណា argument មានន័យថាណាមានន័យថាយើងប្រកាសស្នើសុំណាអាជ្ញាប័ណ្ណពី OS ណាពីប្រព័ន្ធប្រតិបត្តិការថាខ្ញុំសូមបង្កើត app មួយណាឈ្មោះថា APP ណា APP ដូចយើងចង់រកស៊ីអញ្ចឹងណាយើងចង់បើកណាក្រុមហ៊ុនតូចមួយអញ្ចឹងយើងត្រូវទៅសុំអាជ្ញាប័ណ្ណគេសិនដើម្បីឲ្យយើងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការប្រកបអាជីវកម្មហ្នឹងណាអញ្ចឹងយើងបង្កើត app ក៏យើងត្រូវតែប្រកាសហើយនឹងស្នើសុំទៅកាន់ OS ដែរប្រព័ន្ធប្រតិបត្តិការយើងដែរ
vô gũ chế đó cũng ai vô chỉ làm chắc như thầy bạc cát ha trong sông bạc cát ép muối mua thà nành hai bạc to mà tiết bàn dương chập đai bạc cát Windows muối này ưu tiên là gũ đặt mua thà Windows bà này smile cho muối nén chú nè chú Wicket bà chú Wicket là dương bàn bạc cát nơi khang lớn ạ chẳng dương bạc cát via hai máu nè bà hai bật to bật tiết dương ai set title với bà này nè gũ ai Inter cho máu dương ai set title nè Windows dot nè set Windows title nè hay dương bỏ tới thay dương trong đại mua ấy ưu tiên tha nè grid nè ưu tiên là lời của đại tha welcome nè welcome friend rồi có welcome guest chẳng tay nè bà nè một thoa một tiết dương bây giờ bạc cát với ban đấy bây giờ dương bạc cát Windows ní bà miền đây thành dương ban Windows mua này ban teng mua trên mai lấy là cụ nè là cụ ai sẽ đời lấy thay là cụ ai nè là cụ toàn thời tiết tế là cụ còn đã thay Windows dot nè show là cụ phải Windows dot show sẵn nè hai tọa mà tiết là cụ pra f nè dot exit nè tốt exit hay sys nè dot exit hay bị tọa máu cứ app hoàn dưỡng nè dot execute bà nè lấy đi cụ còn bạc cái tem Windows mua sáng này toàn phải trôi ấy tới còn là trong bè tháo miền tem Windows mua cái lại này chắc là cụ xạ ran vía cái khi bạn tem Windows mua cái lại ấy chắc dân miền là title welcome guest ở toàn miền ấy đang ngon nâng mình chắc nghe đây gặp toàn miền này nè chắc p thì dân bạc cái bạn đánh dân bạn tem Windows đang mua cái hai tem Windows này Windows dân nó miền mua tháp Windows nè bà chắc dân bạn tem Windows mua thấy lấy ní dân chập đai nè p thì dân bạn tem Windows mua hết dân chập đai riệp trong thanh ca dân thay dân trong đại viết kết dân mùi đấy này không tụm rung nhà mạch nè chắc này không tụm rung nhà mạch đấy như này thay mấy dân chập đai mà dân chập đai mà thay ok lấy trong thư bài ní trong thư bài ní chẳng thầy cả lấy trong chập đai bạc cái nè layout mua cho nè nhưng bạc cái layout mua cho nè nhưng bạc cái layout muốn đây layout cứ chia chùm rơ bởi sân thì dân mơ lại men tén nơi không ca sang song ấy muối kia thấy ca bạc cái tool sẵn bạc cái tool 2 tool muối pi 3 4 5 ở hai bạn kia đại riêng viết là không plong dân thay dân trong tranh nè rụp hiệp graphic user interface phần dân nó không tụm rung na hãy bạn lược ảnh đánh do tận đá nó không trang Windows phần dân tranh dân miền bay tăng nè tranh tăng tí muối là cú xôm bạc cái là bell súng tốt nè bạc cái name input muối sân cho nè bà chân này không đi là cú đại variable muối mua tham name underscore input nè smile nâng shoe line edit bà nè smile nâng shoe line edit miền đây thay dương bạc cái bỏ muối nè hay bỏ đúng cứ dương đại nè bà nè dương bạc cái bỏ nâng muối sân máu bà hay bật to màu tiết nè bật to màu tiết dương bạc cái bút tông ưu tiên ra lấy dương đại tha grid nè grid bút tông nè hay dương prai tam dạ nâng máu bà hay bật to màu tiết dương bạc cái nè grid là bell mình nhớ nè ưu tiên tha nè chắc là của bạc cái địa bàn ấy bà p bạc cái địa bàn hay nè là của trai riệp chấm nơi function mùi mua tha grid nè hay bị tọa máu là của chập do tay đang do mà prai tại đó nè đòi giờ bạc cái variable muối nè mua tha bà mua tha ném nè hãy dừng chập do nè ném dot input mini thay dừng do xó đây dưới ban bị trôi nơi không phải op nấy do mà tục nơi không variable name chẳng đặt tích ní bây giờ đặt tích cứ chỉ method
nè đại miên tua nhiệt tí bằng hai dưỡng tha nè tách đại thật nơi không prop nền nằng nơi không prop mua mùi nằng nè prop mua mùi nằng chẳng dừng vô tách đại nơi không prop đến vô mà tục nơi không variable nè tục nơi không variable hay dưỡng đấy tha variable miên tua nhiệt tí để xa tục data nơi khang nóng memory chẳng pe dương vô vía máu xuôi dương vô tên na nè dương vô vía mà đại nơi nóng grid label đại dương ban điệp chóm nè grid label phần dương buồn bóng em thi mượt khứ gì chẳng dừng đại grid label đặt set cứ chỉ master muối miền tua nhiệt tí chập chọc nè tầm lấy để dương trắng oi vía thôi ca display nơi lỡ nè nơi lỡ label này chẳng dương pra tam dạng format string f nè format string hello bà nè dương pra tam dạng format string chứ nè nè format string nè hello hay dương pra in placeholder name đây chia variable đây ban từ tua tầm lấy tam nè rồi dạng ca chập chọc pi mua rồi cả số đại dương ban bị trôn không bảo ấp đằng nè nhung số bị trả lại với dot take method nè cứ dot take method cứ miên tua này tí bị trả tha ao chập dọc tách trên pi bảo ấp name input đánh do mình tụ không vào bó hay dot set take miên tua này tí nè bình chun so đại thật này không trở lại ní do tới display này không grid phần dương này bà hay bắt top pi dương riêng trong ruồi hay nè chân này cái ní dương ai nè đời sai dương chọp nè chỉ mui đừng grid nè nè chân nè dương thua bàn hay chân dương ai bạc cát lê ao muối lấy là cú bạc cát lê ao muối nè là cú bạc cát lê ao muối hay là cú tơ tam giá QB box lê ao hay bắt top máu nè là cú thua ca display đã nè lê ao ti muối lê ao ti pi bà nè lê ao ti muối lê ao ti pi hay đừng lê ao ti bay nè chẳng này không đấy cứ là cú ban đại viên đại viên kia nè hay to máu là cú ai nè cú xông cho khôn đi màu hai tại đó nè hay to máu là cú chập cho nè input layout đi đại này chua ti muối nè grid button đại này top hay năng nè grid label đi này bị khang cầu button hay cầu máu là cú dọc layout nè layout đại dương ban phải trôi thu mùi trôi từ khang không nắng lơ vía trôi mà nóng Windows tam để set layout Windows nè nè chắc viên miên phiệp không kia nè nè đó thì mơ bên tên thì mỗi cứ dương edit miên này là edit tool mỗi trôi từក្នុង layout hay đò pe ban layout tầng mù hay nè ban layout tầng mù hay để dương điệp trong planนึง hay bản dương lược planนึง do tự đạiនៅក្នុង trang Windows พัน dương chắc là cú có nè sạc là bong run mà sao tiết ở nè đó thì mơ nè đó thì đừng khơi rụp hiệp từng anh này thấy chứ bà khi rụp hiệp từng anh này có vấn đấy xua tha nè dương ai chia với bạn này này cái này cứ toàn miền sạc cam phép ấy từng nè toàn miền sạc cam phép ấy từng chắc là bây ở phía miền sạc cam mà phép nè là bây ở phía chạm vô tay đang vô máu thư ca display nửa screen chắc như thời cap chop button phần dương nè button đại dương ban và cái nè từ cắn function muối để nè đại dương ban và cái này khang nóng nè trên bên dương mấy nè là không lùm hát phần dương nè đây miền mùa thá nè function grid chắc này không đi dương ai sẽ giảm mạnh chắc đây khang cầu button grid nè dương ai đặt grid nè button dot connect nè dot ở sum tu nè dot click nè dot connect từ cắn mua grid phần dương có vấn đề xua ta hay đây ban chia p để dương xe tới viên miềnปัญหา error để xa nè p error đấy cái error name xua thành name nó error để xa ấy để xa tại dương đấy ban khó function đi vô mà pra nơi p đáy nè function nó nền cầu chẳng code via thư ca sắc xa pi lơ nè code via sắc xa pi bật toát khang lơ cho mau hay mà đo cái này ní video grid ngặt khơi để xa grid ní vì thời ban bạc can nơi khang cầu chắc là cú ai class đô ti tăng nè grid nè ba là cú ai class đô grid ní cho mà đạn nơi khang lơ mình nè đại ưu tiên là cú đạn nơi cái này ní cho nè chắc p đại dương nè do via từ lơ mình đấy chắc p đại via sắc xa máu pi lơ máu video khơi bị grid function năng khơi nhảy chắc cả na khơi hay chắc via admin nè name error ở tiền tỷ được chứ này dương có ai nè tầm đại cá program hình dương ba này chắc p đây là cú run mà sao tiết nè p đây là cú chop này chop từ căn
function មួយណាលោកគ្រូភ្ជាប់ហើយចឹងលោកគ្រូចុចទៅលើ run Python ណែ file ចឹងលោកគ្រូអាចទៅសេណែ message ឧទាហរណ៍លោកគ្រូសេ message ថាឈ្មោះលោកគ្រូណែសេសជាតិចឹងលោកគ្រូចុចលើប៊ូតុង create មកអញ្ចឹងវានឹងចាប់យក message ហ្នឹងមកឧទាហរណ៍លោកគ្រូទៅសេណែឧទាហរណ៍ថា hello ណែណែឧទាហរណ៍ថាណែhello Mr Bin ណែអញ្ចឹងពេលយើងប្រេះប៊ូតុងនេះប៊ូតុង create នេះមកអញ្ចឹងវានឹងទៅនិយាយពាក្យថា hello ណែ Mr Bin ឲ្យយើងហើយអញ្ចឹងការងារផនយើងទី1នេះនៅក្នុងលំហាត់ផនយើងគឺលោកគ្រូផ្ដោតតែទៅលើការបង្កើត GUI ដើម្បីចាប់យកណែ text ពីប្រអប់ណែដើម្បីទៅ display នៅលើ label មួយដែលនៅពីខាងក្រោមប៊ូតុងណែ grid របស់យើងឬក៏ប៊ូតុង welcome ផងយើងណែហើយវាអាចធ្វើសកម្មភាពនេះបាននៅពេលណាដែល user គាត់ input ហើយគាត់យកមកទៅ click លើប៊ូតុងហ្នឹងអញ្ចឹងវានឹងភ្ជាប់ទៅកាន់ function ណែ grid ផងយើងហើយតទៅមកវានឹងធ្វើការផ្ដល់នៅលទ្ធផលនោះមកឲ្យយើងអូខេអ្វីដែលលោកគ្រូលើកឡើងប៉ុណ្ណឹងមានសំណួរមានចម្ងល់ឬក៏មានកន្លែងណាដែលមិនទាន់ទេព្រោះវាជាណែ project តូចទី1របស់យើងអញ្ចឹងវាអាចណែមានបញ្ហាសម្រាប់អ្នកចាប់ផ្ដើមដំបូងតោះមានទេបាទព្រោះយើងប្រើប្រាស់ tool ផងគេអញ្ចឹងយើងត្រូវការ widget មួយណាយើងត្រូវ import widget មួយនឹងចូលណាយើងត្រូវ import class នឹងចូលតោះណាហើយនៅក្នុងហ្នឹងគឺយើងអាចបង្កើតតែតាមរយៈការ import ម្ដងហ្នឹងយើងអាចបង្កើត widget ប៉ុន្មានក៏បានដែរអាស្រ័យទៅលើការងារយើងទេដោយលោកគ្រូបានបញ្ជាក់អញ្ចឹងលោកគ្រូឲ្យស្គាល់4 5នេះសិនហើយបន្ទាប់មកលោកគ្រូនឹងណែនាំបន្តរហូតទៅដល់ចប់ណាក៏ប៉ុន្តែណាត្រូវចងចាំថាអ្វីដែលយើងទទួលបាននេះគឺដោយសារតែការដំឡើង PyQ-6 ណាតាមរយៈ terminal ផងយើងហើយនៅក្នុងការដំឡើងណាផងយើងនេះគឺយើងបង្កើតជា custom visual environment មួយណាសម្រាប់ការងារតែផងយើងទេដូច្នេះការតម្លៃនេះគឺសូមឲ្យមើលវីដេអូមុនដែលលោកគ្រូបានណែនាំហ្នឹងតាមរយៈ Git Bash ណាបាទអញ្ចឹងយើងត្រូវ download Git Bash ហើយ install វាចូលទៅក្នុងម៉ាស៊ីនហើយតោះមកយើងជ្រើសរើសវាហើយយើងចាប់ផ្ដើមធ្វើតាមជំហានមកបានអាចដំណើរការទៅបានបាទណាបាទហើយបើសិនជាយើងមិនប្រើប្រាស់ tool ផងគេយើងអង្គុយបង្កើតខ្លួនឯងគ្រាន់តែបង្កើត tool ហ្នឹង tool មួយអាចបង្កើតយ៉ាងតិច3ខែទៅ1ឆ្នាំណាហើយបើសិនជាយើងអត់មានជំនាញទៀតស្រួលបង្កើតអត់បានទេដូច្នេះណា tool របស់គេតាមរយៈ object oriented programming ដែលគេផ្ដល់ឲ្យ free តែណា free នេះគឺ free បានតែតាមរយៈ code ទេណាតែបើសិនជាយើងចង់បានស្រួលជាងហ្នឹងយើងទិញ license គេមានណា tool សម្រាប់ឲ្យយើងទាញតម្លាក់ហើយយកទៅរៀបទៅណាតោះណាដូច្នេះយើងអត់អាចទៅផ្លូវនឹងបានទេអញ្ចឹងយើងរៀនសូត្រយើងធ្វើកិច្ចការផងយើងនៅក្នុងកម្រិតយើងសិនបាទអញ្ចឹងការសាកល្បងផងអ្នកនរគ្នាគឺត្រូវ start ចេញពី0ទៅណាចេញពីចំណុច0មួយទៅហើយអញ្ចឹងយើងនឹងទៅបង្កើតឲ្យចេញជាកម្មវិធីមួយណានៅចុង semester ហ្នឹងនៅចុងឆមាសហ្នឹងបាទតើមានអីទៀត system បាទមានន័យថាវាជា built-in module ណាសម្រាប់ភ្ជាប់កម្មវិធីផងយើងទៅកាន់ប្រព័ន្ធប្រតិបត្តិការមានទេអូខេឥឡូវសូមសាកល្បងហើយពេលដែលធ្វើឲ្យសូមតម្លាក់លទ្ធផលហ្នឹងមកឲ្យលោកគ្រូវិញនៅក្នុងក្រុម Telegram តោះយើងអញ្ចឹងលំហាត់ទី1ផងយើងគឺប៉ុណ្្នឹងណាបាទ